programming មាន casting មួយដែលបដូរប្រភេទទិន្នន័យអញ្ចឹងគេឲ្យឈ្មោះថា casting គេអញ្ចឹងខ្ញុំដាក់ main ដាក់ func គេ main យើងសរសេរអញ្ចឹងដែរមកស្អីយើងសរសេរតែ Kotlin ទេអូខេ casting យើង val អូខេ val នៃ num អូខេ num numberage អីហ្នឹងអូខេដាក់ numberage ទៅ numberage វាអាចជន់ keyword នេះដាក់ num ទេទៅវាអត់ជន់ទេអូខេអញ្ចឹងដាក់ដាក់លេខហុងស៊ុយមិនដល់លេខ168ទេចាដល់ពេលហ្នឹងយើងចង់ cast វាទៅជា to integer to double អីចឹងខ្ញុំដាក់var អូខេដាក់ num in អូខេ num អូខេយើងពេលយើងវាយយើងជន់ keyword អូខេ to in អូខេ to in ដាក់ស្មើចឹងមកយើងយក num នេះអូខេ dot to integer អញ្ចឹងយើងមានថាយើងអានេះវាជា string នេះដល់ពេលអញ្ចឹងយើងចង់ cast ហ្នឹងទៅជា integer អូខេខ្ញុំ print មកthis is type integer អូខេ type in នេះដាក់ in នេះណា type ins អូខេដាក់សញ្ញាដុល្លារបោះ parameter បោះអញ្ញត្តិចូលទៅវិញចេញឲ្យ print មកអូខេសារជាប់ចាស់យើង right click ចេញមកហើយដើរចឹងឡើយនេះវាជា integer អូខេវាជា integer ហើយពេលយើងខាសវាចាចឹងយើងចង់ខាសអាហ្នឹងទៅជា double ខាសវាទៅជា double ចឹងដាក់ចេញមក to double អូខេ to double មានថាបើវាលេខ168ចឹងបើទៅជា double វាអាចចុច0ដែរអូខេចឹងខ្ញុំដាក់នេះ num to double ទេមកអូខេ to double ខ្ញុំយកមក cast ខ្ញុំដាក់ double មក type double អូខេខ្ញុំ run ដងទៀតមកវាច្បាស់ជាចេញនេះកណ្ដាលជាខាសទៅវាអត់មាន double វាជាចំនួនក្បៀសអញ្ចឹងបើវាគត់ខាងមុខអញ្ចឹងវានឹងបន្ថែម0មួយវាចាក់ទៅវាជា double ឲ្យនេះជាវិធី cast យើងអាច cast វាបានទៅផ្សេងទៀត casting ទៅយើងឧទាហរណ៍ខ្ញុំចង់ cast វាទៅជា boolean true false អញ្ចឹងអូខេខ្ញុំដាក់ boolean អូខេ boolean អញ្ចឹងទៅមក join keywords អូខេ cast to ខ្ញុំដាក់ថាម៉េចអូនេះជាលេខ cast អញ្ចឹងអត់បានទេអញ្ចឹងយើងធ្វើចេះវិញយើងចង់ថាយើង cast string true false ដែលយើងមានអូខេ bool string អូខេ str យើងឲ្យស្មើចឹងមកជាងអក្សរហ្នឹងវា true តែនៅក្នុងនេះវាជា string ទេបើយើងមើលចេះវាជា string នេះអញ្ចឹងយើងចង់ខាសយកអក្សរ true ហ្នឹងទៅជា data type នៃ boolean វិញអូខេ boolean ចេះវិញអញ្ចឹងយើងយកអានេះមកយើង cast វាទៅអូខេដាក់នេះមួយអញ្ចឹងមកវាខ្ញុំតាំងទៅដាក់អូខេ v boolean value ខ្ញុំផានេះចូលមកដាក់អានេះទៅជាអូខេ to boolean អូខេ to boolean ចឹងឧទាហរណ៍ខ្លីៗទេបើយើងមើលក្នុងលក្ខណៈនៃការ casting ហ្នឹងវាមានច្រើនអូខេអញ្ចឹងនេះ to boolean អូខេខ្ញុំយកមកខុសខ្ញុំ right click មកវានឹងបាន true តែស្អីនេះវា true អញ្ចឹង type នេះវាជា true ហើយ type ចឹងឡើយ casting នេះมันច្រើនឧទាហរណ៍ថាខ្ញុំបង្ហាញថាវាមាន casting អីខ្លះចុះ
ខ្ញុំចុះក្រោមតិចមកខ្ញុំ enter នេះយើងអាច control backspace នៅក្នុង Mac ឬក៏ PC ដូចជា control backspace ដែរឬក៏ Alt យើងចេះមកនេះឬក៏យើងវាយ dot ចឹងមក to មកវានឹង load ឲ្យវាមាន dot to boolean integer មាន byte string decimal អញ្ចឹងនៅពេលដែលយើង casting លេខណាមួយទៅតាមតម្លៃដែលយើងចង់បានយើង dot to ទៅគឺវានឹងចេញឲ្យហើយគឺវាចេញឲ្យ function built in របស់វាមួយចំនួនដែលយើងយកទៅធ្វើការ casting អញ្ចឹងក្នុងនេះគឺជាវិធីនៃការ casting តម្លៃដែលយើងមើលឃើញអញ្ចឹងខាងលើនោះវាជា integer ទេ set វាជា string ទេតែពេលយើងចង់បានយកជា integer ដើម្បីទៅកណនាអីមួយពេលច្រើនវិធីចេះគឺវានឹងជួបជាមួយនឹងពេលយើងយក code link នឹងសរសេរជាមួយ mobile app វានឹងជួបជាមួយនឹង API វាអាចអ្នកដែលបោះមកហ្នឹងគាត់បោះយើង string ដែលយើងចង់ថាយកលេខហ្នឹងទៅកណនាអញ្ចឹងចង់គឺយើង casting បើមិនជាគេអត់ធ្វើឲ្យយើងអញ្ចឹងមានឲ្យយើង cast ខ្លួនឯងដើម្បីយកលេខហ្នឹងទៅកណនាហើយជា technique ដែលយើងអាចនឹងជួបពេលយើងធ្វើ project ជាមួយនឹង team ច្រើនទៅ